នេះគឺជាអាវុធនុយក្លេអ៊ែរដែលមានឥទ្ធិពលបំផុតមួយរបស់កូរ៉េខាងជើងវ៉ាសង18គឺជាមីស៊ីលឆ្លងទ្វីបដែលមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិកដោយប្រើរយៈពេលត្រឹមតែ30វិនាទីតែប៉ុណ្ណោះនៅថ្ងៃទី9ខែតុលាក្នុងឆ្នាំ2006ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកូរ៉េខាងជើងបានធ្វើការតេស្តសាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនការធ្វើតេស្តនេះគឺជាការប្រតិបត្តិការដ៏សម្ងាត់បំផុតមួយរបស់របបទីក្រុងព្យុងយ៉ាងដែលដឹកនាំដោយលោកគីមចុងអ៊ីលដែលជាមេដឹកនាំកម្ពុជារបស់កូរ៉េខាងជើងនាពេលនោះលោកគីមចុងអ៊ីលដែលត្រូវជាឪពុករបស់លោកគីមចុងអ៊ុនលោកនេះហើយគឺជាអ្នកបញ្ជាផ្ទាល់ឲ្យមានការអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរមួយនេះឡើងនៅក្នុងការតេស្តសាកល្បងនេះកូរ៉េខាងជើងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយទូទាំងប្រទេសរបស់ខ្លួននិងនៅលើពិភពលោកផងដែរនៅក្នុងការធ្វើតេស្តសាកល្បងនេះផងដែរក៏មានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ភ្នាក់ងារសម្ងាត់អន្តរជាតិដូចជា CIA របស់សហរដ្ឋអាមេរិក NIS របស់កូរ៉េខាងត្បូងនិងភ្នាក់ងារចារកម្មរបស់ជប៉ុនបន្ទាប់ពីការតេស្តសាកល្បងមិនបានយូរប៉ុន្មាននៅថ្ងៃទី14ខែតុលាក្នុងឆ្នាំ2006អង្គការសហជីវជាតិបានដាក់ទរណកម្មលើកដំបូងបំផុតលើប្រទេសកូរ៉េខាងជើងអង្គការសហជីវជាតិបានដាក់ទរណកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើកូរ៉េខាងជើងរួមមានការហាមឃាត់ការនាំចេញរ៉ែធ្យូងថ្មនិងគ្រឿងសមុទ្រផ្សេងៗរឹតបន្តឹងការនាំចូលប្រេងឥន្ធនៈនិងបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងផងដែរចំណុចដែលគួរឲ្យកត់សម្គាល់ទោះបីជាមានទរណកម្មខ្លាំងក្លាយ៉ាងណាក៏ដោយកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ដោយចាត់ទុកថាជាដាវការពារខ្លួនរបស់ពួកគេកូរ៉េខាងជើងបានចាប់ផ្ដើមបង្កើតកម្មវិធីនុយក្លេអ៊ែរតាំងពីទសវត្សរ៍1960មកម្លេះដោយមានជំនួយបច្ចេកវិទ្យាដំបូងពីសហភាពសូវៀតនៅក្នុងឆ្នាំ1985កូរ៉េខាងជើងបានចុះហត្ថលេខាលើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរដែលហៅកាត់ថា NPT ប៉ុន្តែបានដកខ្លួនចេញវិញនៅក្នុងឆ្នាំ2003នៅក្នុងអាវុធនុយក្លេអ៊ែរទាំងអស់របស់កូរ៉េខាងជើងមីស៊ីលដែលអាចបាញ់ឆ្លងទ្វីបបាននឹងទំនើបបំផុតនោះគឺ Hwasong 18ដែលត្រូវបានផលិតនិងប្រើប្រាស់ប្រេងឥន្ធនៈរឹងនិងបញ្ចូលបច្ចេកវិទ្យាទំនើបបំផុតរបស់ពួកគេមីស៊ីលដែលប្រើឥន្ធនៈរឹងអាចរក្សាទុកបានយូរនិងអាចបាញ់បានល្បឿនលឿនជាទីបំផុតផងដែរនឹងធ្វើឲ្យសត្រូវពិបាកក្នុងការរកឃើញនិងទប់ស្កាត់ទាន់ពេលវេលារយៈចម្ងាយរបស់វាអាចបាញ់បានចម្ងាយជាង 15,000 គីឡូម៉ែត្រដែលអាចគ្របដណ្ដប់លើផ្ទៃដីស្ទើរតែទាំងមូលនៃផ្ទៃផែនដីរបស់យើងបច្ចុប្បន្នកូរ៉េខាងជើងកំពុងផ្ដោតលើការផលិតអាវុធនុយក្លេអ៊ែរឲ្យមានបរិមាណយ៉ាងច្រើននិងមានរូបរាងទំហំតូចជាងមុនដើម្បីអាចបំពាក់លើអាវុធបានច្រើនប្រភេទផងដែរកុំភ្លេចចុចតាមដានជួបគ្នានៅវីដេអូក្រោយសូមអរគុណ